ដោយឡែកចៅប្រភេទចុងក្រោយវាពិតសាហាវណាស់ជាចៅដែលកត់ត្រាដោយប្រវត្តិសាស្ត្រអាក្រក់លើសអស់អំបូរចៅនៅលើផែនដីរស់នៅក្បែរគេត្រង់ណាក៏តែងនាំមកនៅភាពចង្រៃជាពូជចៅដែលគេស្អប់ទាំងប្រុសទាំងស្រីនិងមានឈ្មោះថាអាចៅប្រវត្តិសាស្ត្រក្មេងៗអង្គុយចំហមាត់ខ្លះយកដៃទ្រចង្កាផ្អៀងក្បាលជ្រួញចិញ្ចើមកំពុងនឹកឆ្ងល់គិតមិនយល់ថាតើពួកក្រុមចុងក្រោយនឹងវាខ្លាំងដូចម្ដេចខ្លះទើបចាស់ប្រសិទ្ធនាមថាអាចៅប្រវត្តិសាស្ត្រដោយចិត្តរសាប់រសល់នៅមិនសុខមិនយូរប៉ុន្មានក៏មានសំណួរមួយបានលើកឡើងថាលោកតាតើក្រុមចៅអស់នងវាច្រើននៅកន្លែងណាហើយវាកើតពីណាមកដែរលោកតាបឺតកន្ទុយបារីមួយដងហើមមុននឹងបង្ហុយផ្សែងឲ្យប៉ើងអណ្ដែតទៅតាមខ្យល់ឆ្លៀតស្ដោះទឹកមាត់មួយឆ្វាច់ទៅលើដីទើបងាកមកឆ្លើយបកស្រាយយ៉ាងលម្អិតថាពីដើមឡើយវាគ្មានកន្លែងនៅច្បាស់លាស់និងច្រើនរស់ក្នុងសភាពជាទេសកលរបស់គេទីណាក៏វាបង្កើតកូនចៅបានដែរសុទ្ធសឹងជាឫសគល់នៃអំបូរពួកឈ្លានពានមានកំណើតពីបាតដីតែតាំងខ្លួនធ្វើជាស្ដេចបើសួរថាពួកវាកើតពីណាសូម្បីតែដូនតាខ្លួនឯងអាខ្លះក៏វាមិនទាំងដឹងឬព្រមទទួលស្គាល់ការពិតផងឃើញជាតិសាសន៍គេល្អទំនងក៏គិតថានោះជាដូនតាខ្លួនហើយចោទម្ចាស់ដើមថាបានចម្លងឬកើតក្រោយជំនាន់អស់ពួកវាសំណួរបន្ទាប់ក៏បានលើកឡើងថាលោកតាចុះពួកវារស់យ៉ាងម៉េចទៅបើគ្មានទីតាំងច្បាស់លាស់ផងលោកតាក៏មានប្រសាសន៍ថាអាស្រ័យដោយវាកើតឡើងពីខ្លួនទទេទើបពួកវាចូលចិត្តលួចប្លន់ទ្រព្យសម្បត្តិរបស់គេដោយមិនរើសមុខលួចសពលួចគ្រប់ឲ្យតែមានឱកាសវាលួចតាំងពីវប្បធម៌ប្រពៃណីលួចទាំងភ្នំលួចទាំងដីលួចទាំងព្រៃលួចទាំងប្រាសាទលួចទាំងអស់ឲ្យតែប្រទះភ្នែកសូម្បីតែឆ្កែនិងឆ្មាក៏មិនលើកលែងដែរក្រុមពួកវាចូលចិត្តធ្វើសង្គ្រាមចូលចិត្តការឈ្លានពានប្លន់ដណ្ដើមរបស់គេលួចដោយឥតគេខ្មាស់ទាំងថ្ងៃទាំងយប់ក៏មិនខ្វល់ដែរលែយ៉ាងណាឲ្យតែបានលួចដើម្បីផ្គាប់ចិត្តខ្សែស្រឡាយបពពួករបស់វាដូច្នេះហើយបច្ចុប្បន្នកន្លែងរស់របស់វាគឺជាអតីតមាតុភូមិដែលធ្លាប់ឆេះដោយភ្លើងដ៏សែនក្តៅដើម្បីឲ្យតែមានជំរកនៅវាតែងដើរទន្ទ្រានគេឯងបន្តិចម្ដងរាប់រយឆ្នាំទម្រាំបង្កើតបានជាជាតិសាសន៍คล้ายៗមួយឡើងមកបានចម្លើយនឹងការបកស្រាយរបស់លោកតាមានហេតុផលដែរប៉ុន្តែតើពួកវាដឹងខ្លួនថាវាជាចៅទេលោកតាញញឹមបឺតបារីបង្ហើយមួយដង្ហើមមុននឹងបោះចោលទៅដីរួចទើបមានប្រសាសន៍ថាពួកវាហួសពីការដឹងត្បិតសាច់ឈាមស្បែកនិងឆ្អឹងរបស់វាប្រឡាក់ទៅដោយអត្តសញ្ញាណដ៏ខ្មៅកខ្វក់ទោះបើព្យាយាមកប់លុបក៏មិនអាចជំរះបានដោយងាយដែរជាហេតុធ្វើឲ្យគេងាយសម្គាល់ដឹងអំពីសន្តានពិតក៏ដោយសារប្រភពសារជាតិដូនតារួមទាំងខ្លួនឯងជាចៅស្រាប់ទើបជាច្រើនរយឆ្នាំកន្លងមកពួកវាតែងព្យាយាមកែប្រែនៅអ្វីដែលលួចបានពីគេតាមរយៈការចម្លងឬបំផ្លែងបង្កើតទៅជារបស់ថ្មីសម្រាប់ខ្លួនហើយបំផ្លាញរបស់ដើមចៅឲ្យបាត់រូបរាងកុំឲ្យគេចាប់ភ័ស្តុតាងបានថាខ្លួនជាចៅដោយមិនអស់ចិត្តសំណួរបន្ទាប់ក៏បានលើកឡើងទៀតថាលោកតាតើគេអាចស្គាល់វាថាជាចៅទេនៅពេល